ចោទប្រកាន់របស់ក្រមប្រឆាំងដែលថាការតវ៉ាឬដាក់លិខិតទៅអន្តរជាតិគ្មានប្រសិទ្ធភាពមិនអាចទាមទារយកដីត្រឡប់មកវិញគឺជាការពិតដែរឬទេប្រសិនបើថៃលុប MOU ឆ្នាំ2001តើផលប៉ះពាល់អ្វីខ្លះដែលអាចកើតមានហេតុអ្វីបានជាមានការលើកឡើងពីការលុប MOU ឆ្នាំ2001ពីសំណាក់ភាគីថៃមិនមែនជាការពិតទេការចោទប្រកាន់បែបនេះគឺជាការមួលបង្កាច់និងបំភ្លៃការពិតពីសំណាក់ក្រុមប្រឆាំងដែលតែងយកបញ្ហាព្រំដែនមកធ្វើជាកូនអុកនយោបាយដើម្បីបំភាន់សាធារណមតិនិងវាយប្រហាររាជរដ្ឋាភិបាលខណៈដែលពួកគេមិនបានធ្វើអ្វីសោះដើម្បីជាតិការលើកឡើងបែបនេះមិនត្រឹមតែមិនបានជួយដោះស្រាយបញ្ហាប៉ុណ្ណោះទេប៉ុន្តែថែមទាំងអាចបង្កជាការយល់ច្រឡំប៉ះពាល់ដល់សាមគ្គីភាពជាតិនិងហាក់ដូចជាទទួលយកការឈ្លានពានរបស់ទាហានសៀមទៀតផងរាជរដ្ឋាភិបាលបាននឹងកំពុងចាត់វិធានការជាបន្តបន្ទាប់ទាំងតាមរយៈការទូតការតវ៉ាជាផ្លូវការការចរចាទ្វេភាគីការប្រើយន្តការអន្តរជាតិនិងការអញ្ជើញភាគីអន្តរជាតិចុះពិនិត្យស្ថានភាពជាក់ស្ដែងសកម្មភាពទាំងនេះបង្ហាញយ៉ាងច្បាស់ថាកម្ពុជាកំពុងការពារអធិបតេយ្យភាពជាតិដោយការទទួលខុសត្រូវនិងមានយុទ្ធសាស្ត្រច្បាស់លាស់មិនមែនមិនខ្វល់មិនធ្វើអ្វីសោះបានតែផ្សព្វផ្សាយឃោសនាបំភ្លៃព័ត៌មានដើម្បីកេងចំណេញនយោបាយដោយក្រុមប្រឆាំងនោះឡើយប្រសិនបើ MOU ឆ្នាំ2001ត្រូវបានលុបវានឹងបង្កផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរទាំងផ្នែកនយោបាយសេដ្ឋកិច្ចនិងសន្តិសុខជាដំបូងវានឹងធ្វើឲ្យដំណើរការចរចាទ្វេភាគីត្រូវបានជាប់គាំងហើយធ្វើឲ្យការអភិវឌ្ឍធនធានប្រេងនិងឧស្ម័នត្រូវបានពន្យាពេលដោយគ្មានកាលកំណត់ផលប៉ះពាល់ផ្នែកសេដ្ឋកិច្ចអាចនឹងធ្ងន់ធ្ងរជាពិសេសសម្រាប់ថៃដោយសារការបាត់បង់ទំនុកចិត្តពីអ្នកវិនិយោគនិងដៃគូអន្តរជាតិវាក៏អាចប៉ះពាល់ដល់វិស័យទេសចរណ៍ធម្មពលនិងពាណិជ្ជកម្មរវាងប្រទេសទាំងពីរផងដែរសម្រាប់កម្ពុជាទោះបីអាចមានការពន្យាពេលនៅក្នុងការទាញយកធនធានក៏ដោយក៏កម្ពុជានៅតែមានសិទ្ធិស្របច្បាប់នៅក្នុងការប្រើយន្តការអន្តរជាតិដូចជា UNCLOS ដើម្បីការពារផលប្រយោជន៍របស់ខ្លួនសរុបមកការលុប MOU ឆ្នាំ2001នឹងមិននាំឲ្យភាគីណាមួយទទួលបានជ័យជំនះពិតប្រាកដឡើយប៉ុន្តែផ្ទុយទៅវិញវានឹងធ្វើឲ្យប្រទេសទាំងពីរបាត់បង់ឱកាសសេដ្ឋកិច្ចបង្កើនភាពតានតឹងនិងធ្វើឲ្យការដោះស្រាយវិវាទកាន់តែស្មុគស្មាញដូច្នេះការរក្សានិងបន្តអនុវត្ត MOU ឆ្នាំ2001គឺជាជម្រើសដែលមានផលប្រយោជន៍បំផុតសម្រាប់សន្តិភាពស្ថិរភាពនិងវិបុលភាពរួមហេតុអ្វីបានជាមានការលើកឡើងពីការលុប MOU ឆ្នាំ2001ពីសំណាក់ភាគីថៃការលើកឡើងពីការលុប MOU ឆ្នាំ2001ត្រូវបានគេមើលឃើញថាកើតឡើងនៅក្នុងគោលបំណងបម្រើឲ្យនយោបាយផ្ទៃក្នុងរបស់ថៃអ្នកនយោបាយថៃបានយកបញ្ហាព្រំដែននិងតំបន់ធនធានរួមមកប្រើជាលេសនយោបាយដើម្បីទាក់ទាញការគាំទ្រពីក្រុមជាតិនិយមនិងបង្វែរការចាប់អារម្មណ៍ពីបញ្ហាផ្ទៃក្នុងរបស់ខ្លួនទោះជាយ៉ាងណាក៏ដោយការលុប MOU ឆ្នាំ2001មិនមែនមានន័យថាថៃអាចធ្វើសកម្មភាពឯកតោភាគីនៅក្នុងតំបន់ត្រួតគ្នាបានឡើយព្រោះកម្ពុជានៅតែមានសិទ្ធិស្របច្បាប់នៅក្នុងការការពារផលប្រយោជន៍របស់ខ្លួនតាមយន្តការអន្តរជាតិម្យ៉ាងទៀតការលុបកិច្ចព្រមព្រៀងមួយដែលមានស្រាប់អាចប៉ះពាល់ដល់ភាពជឿជាក់របស់ថៃនៅលើឆាកអន្តរជាតិព្រោះវាបង្ហាញពីភាពមិនស្មោះត្រង់នៅក្នុងការគោរពកិច្ចព្រមព្រៀងអន្តររដ្ឋដូច្នេះការលើកឡើងនេះមិនត្រឹមតែប៉ះពាល់ដល់ទំនាក់ទំនងជាមួយកម្ពុជាប៉ុណ្ណោះទេប៉ុន្តែក៏អាចប៉ះពាល់ដល់ទំនុកចិត្តពីសំណាក់ដៃគូអន្តរជាតិផងដែរ